សួស្តីអ្នកនាងខ្ញុំសូមណែនាំមុខងារវាស់អុកស៊ីសែនក្នុងឈាមហេតុអីបានជាយើងត្រូវការវាស់មុខងារអុកស៊ីសែនក្នុងឈាមរបស់យើងចឹងយើងដឹងហើយថាអុកស៊ីសែនក្នុងឈាមជារឿងមួយសំខាន់កាលណាដែលយើងអាចបានតាមដានយើងអាចដឹងថាតើអុកស៊ីសែនក្នុងឈាមរបស់យើងគ្រប់គ្រាន់ដែរឬអត់ឬក៏វាមានបញ្ហាដែរឬអត់ចឹងជាដំណោះស្រាយគឺយើងត្រូវមាន smart watch មួយដែលអាចវាស់ជាមួយនឹងគេហៅថាមុខងារ SPO order ឬក៏អុកស៊ីសែនក្នុងឈាមចឹងមុខងារនេះវានឹងធ្វើវានឹងវាស់ជាមួយនឹងកម្រិតអុកស៊ីសែនក្នុងឈាមរបស់យើងណាចឹងខ្ញុំលើកឧទាហរណ៍ងាយៗបើសិនជាអ្នកនរនេះអាចមានបញ្ហាតាក់ទងជាមួយនឹងផ្លូវដង្ហើមក៏ដូចជាតាក់ទងជាមួយនឹងសួតក៏ដូចជាអ្នកនេះមានបញ្ហាជាមួយនឹងជំងឺ Covid ចឹងវានឹងស៊ីអុកស៊ីសែនក្នុងឈាមរបស់អ្នកធ្វើឲ្យការដង្ហើមរបស់អ្នកមានបញ្ហាអញ្ចឹងវិធីសាស្ត្រក្នុងការតេស្តគឺយើងប្រើមុខងារនេះឯង SPO2 នេះចឹងយើងធ្វើការដាក់ដៃឲ្យស្ងៀមចឹងវានឹងចំណាយពេល15 second ក្នុងការតេស្តជាមួយនឹង SPO2 ចឹងវានឹងប្រាប់ទៅលើថាតើ SPO2 យើងនៅក្នុងកម្រិតមួយណាចឹងបើអ្នកនេះក្រោម95ចឹងមានន័យថាអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាការខ្វះអុកស៊ីសែនក្នុងឈាមរបស់យើងហើយឬក៏ក្រោម90អ្នកនេះអាចនឹងមានជំងឺអីមួយអាចថាកើតជំងឺមួយដែលតាក់ទងផ្លូវដង្ហើមដូចជា COVID ឬក៏ដូចជាជំងឺផ្លូវដង្ហើមផ្សេងទៀតចឹងមុខងារ SPO2 នេះសំខាន់មែនតើដែលអាចឲ្យយើងដឹងអំពីគេហៅថាចរន្តអុកស៊ីសែនក្នុងឈាមរបស់យើងណាតើនៅក្នុងកម្រិតមួយណាអញ្ចឹងនេះគឺជាការវាស់ដ៏សក្រិតរបស់មុខងារ SPO order ឬក៏មុខងារ SPO2 នេះណា